nà ban tế ông bùi mình ơi, ôn ra tận á cái trên là clean bài sộp, đã bị hai chui thơ lăng cần ngại co hơi. Lưu ôn thật clean hơi nữa chầm ca tiết mông bồn này, nhưng chập đam hiểm trăm thơ tầm đòn. Bài sộp bác vạt ban cho mùi nâng tắc khăn như ai mông bồn. Ban chạy bị tháp bài với nha, tần nông khăn mình tên. Ở vậy đa bị xe hát, cứ nhóm đam cho mùi nâng bài slug toi tiết mông bồn. Khăn vinh cứ tha lằng trước ngôi, chỉ bị xe ban bài sùi. Đã cho mùi nâng bồn tiết tờ say chụp, nhưng cặp lỡ tụi tiên ôn chạy bị thả chít khăn. Sầm rạp ngàyนี้ខ្ញុំឆ្លៀតធ្វើជ្រក់លហុងដែរបងប្អូនហើយយើងមានពងទាសាច់ជ្រូកអីចឹងទៅជាដំបូងហ្នឹងខ្ញុំមកដាំបាយជាមួយសិនហើយបន្ថែមជាមួយនឹងទឹកស្លឹកតយសម្រាប់សាច់ជ្រូកនេះខ្ញុំយកសាច់សុទ្ធហើយជាមួយនឹងសាច់ខ្លាញ់នេះគេថែមឲ្យទៅបងប្អូនអញ្ចឹងយើងកាប់វាទុកចម្រាញ់យកខ្លាញ់ខ្លះហើយយើងជាសាច់សុទ្ធហ្នឹងជាប្រទះល្មមអញ្ចឹងទៅបន្ទាប់ពីហាន់ហើយហ្នឹងយើងចាប់ផ្ដើមមកប្រឡាក់គ្រឿងមានម្សៅស៊ុបប៊ីចេងស្ករសអំបិលមិនចាប់អញ្ចឹងទៅជាមួយម្ទេសហុយក៏ដូចជាស្ករក្រហមជាមួយនឹងប្រេងខ្យងផងដែរហើយយើងច្បល់សាច់ជាមួយគ្រឿងឲ្យចូលគ្នាទៅយើងដាក់ប្រអាប់ចោលទុកវាម្ល៉េះចឹងទៅណាបងប្អូនតែរេនតែខ្ញុំផ្លែតំបានប៉ុណ្្នឹងឯងស៊ូខ្វះតែ3 4ខែទៀតទេបានញ៉ាំហើយកន្លែងមកមើលបាយយើងនេះបន្ទាប់ពីឆ្អិនហើយខ្ញុំចាប់ផ្ដើមជួយវាហើយផ្ងំវាបន្តិចទៅបើអូនរតនាគេជួយគូសពងទាដាក់ចានហើយបន្ទាប់ពីបាយឆ្អិនហើយខ្ញុំចាប់ផ្ដើមមកចម្រាញ់ជាមួយនឹងខ្លាញ់ជ្រូកយើងគ្របវាទុកចោលទៅហើយចំពោះពងទានេះខ្ញុំដាក់ជាមួយនឹងម្សៅស៊ុបក៏ដូចជាស្ករប៊ីចេងអីហ្នឹងយើងដាក់តិចលំទៅបងប្អូនងាកមកមើលសំណាក់ខ្លាញ់យើងវិញបន្ទាប់ពីរៀងក្រៀមបន្តិចខ្ញុំចាប់ដើមសងចេញហើយយើងដាក់រំលីងជាមួយនឹងខ្ទឹមសឡើងឈ្ងុយមើលថាឡើងក្រហមហើយចាប់ដើមសងចេញហើយខ្ញុំមកចៀនជាមួយនឹងពងទាខ្ញុំបន្ថែមជាមួយនឹងស្លឹកខ្ទឹមដែរបងប្អូនដើម្បីបន្ថែមរសជាតិកាន់តែឆ្ងាញ់ខ្ញុំក៏បានដាក់ខប់កុំប់វាដែរដើម្បីវាឆ្អិនសព្វល្អអញ្ចឹងណាបងប្អូនចៀនមើលតែឆ្អិនទាំងសងខាងហើយហ្នឹងយើងចាប់ដើមសងចេញមកគឺថាលឿនមែនតើចៀនពងទានេះហ៎បន្ទាប់មកទៀតខ្ញុំចាប់ដើមដាក់ជាមួយនឹងខ្លាញ់ជ្រូកយើងចូលបន្ថែមជាមួយនឹងខ្ទឹមបំពងក៏ដូចជាគ្រឿងទេសទឹកត្រីប៊ីចេងស្ករសរួមជាមួយនឹងប្រេងខ្យងក៏ដូចជាស្ករក្រហមផងដែរបងប្អូនហើយយើងចាប់ផ្ដើមឆាគ្រឿងទាំងអស់ហ្នឹងឲ្យចូលសព្វគ្នាម្ដងទៀតយើងចាប់ផ្ដើមដាក់ទឹករងាស់វាចោលអញ្ចឹងទៅកំឡុងពេលហ្នឹងខ្ញុំក៏មិនជៀនសាច់ជ្រូកយើងឲ្យហើយដែរចំពោះសាច់ជ្រូកនេះខ្ញុំជៀនប្រើទឹកខ្ញុំមកប្រើជាមួយនឹងខ្លាញ់ទេយើងបើកក្រាស់ល្មមអញ្ចឹងទៅណាបងប្អូនហើយយើងចាប់ផ្ដើមជៀនវាប្រែវាត្រឡប់សងខាងទៅឆ្អិនហើយកន្លែងមើលទឹកខ្លាញ់យើងបន្ទាប់ពីរងាស់បានផុយហើយខ្ញុំបន្ថែមជាមួយនឹងខ្ទឹមបំពងក៏ដូចជាស្លឹកខ្ទឹមចូលតែម្ដងចំពោះសាច់នេះពេលវាស្ងួតទឹកយើងបើកភ្លើងវារឹមតិចបានហើយបងប្អូនទាំងសាច់ទាំងទឹកខ្លាញ់ខ្ញុំបានឆ្អិនរួចរាល់អញ្ចឹងយើងចាប់ផ្ដើមដួសដាក់ចានទៅពងទាមួយចាននេះខ្ញុំដាក់ចំនួន5គ្រាប់និយាយទៅសាច់ពងទាវិញទាំងក្រាស់ទាំងឈ្ងុយទាំងឆ្ងាញ់ហ្មងហើយខ្ញុំចាប់ផ្ដើមហាន់វាជាសរសៃតូចល្អិតអញ្ចឹងទៅបងប្អូនយើងញ៉ាំបាយស៊ុបដាក់អញ្ចឹងទៅវាឆ្ងាញ់អញ្ចឹងណាបន្ទាប់ពីហាន់ពងទាហើយហ្នឹងយើងចាប់ផ្ដើមមកកាប់ជាមួយនឹងសាច់ជ្រូករបស់យើងហើយកលេចមើលសាច់នេះបងប្អូនយើងជៀនដាក់តឹងអញ្ចឹងទៅសាច់ឡើងទន់ហ្មងរូបមន្តធ្វើបាយស៊ុបឬបាយបឋមខ្ញុំគឺមានតែប៉ុណ្្នឹងឯងបងប្អូនយើងធ្វើនៅផ្ទះញ៉ាំងាយអញ្ចឹងណាបងប្អូនហើយប៉ុន្តែរសជាតិឲ្យអួយឆ្ងាញ់ខ្លាំងមែនតើជាពិសេសបាយស្លឹកតើយខ្ញុំនេះនិយាយវាថាក្លិនឡើងឈ្ងុយហ្មងណាបន្ទាប់ពីយើងដួសបាយហើយយើងដាក់សាច់ដាក់ជ្រក់ដាក់ទឹកខ្លាញ់សូពីលើអីអញ្ចឹងទៅលក្ខណៈថាទំនងខ្លាំងមែនតើហ្មងបងដែលចង់ញ៉ាំអាចមកញ៉ាំបាននៅសារតែ3 4ចានទៀតណាអស់ហើយយើងចាប់ដាំច្បល់មកនេះអូអ្វីដែលពិសេសបងប្អូនថ្ងៃនេះខ្ញុំដាំជាមួយនឹងបាយស្លឹកតើយទៀតណាក្មេងៗណាក៏ចេះញ៉ាំបាយស្រូបដែរនេះស្បែកជ្រូកបងប្អូនអត់នឹងទុំឆ្ងាញ់ហ្មងអ៊ំពុំមិញទៅយើងសម្រាប់ខ្ញុំបងប្អូនញ៉ាំបាយស៊ុបឬបាយបឋមអីហ្នឹងតើតែច្បល់ចូលគ្នាអញ្ចឹងបានញ៉ាំកាន់តែឆ្ងាញ់ជាពិសេសប្រយោជន៍បានជាមួយនឹងម្ទេសឆាអីហ្នឹងហើយវីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាមានខុសឆ្គងត្រង់ណាក៏សូមការអធិស្ឋានពីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរជូនពរបងប្អូនមានសុខភាពល្អតាណាមណាសូមមានសុខសុវត្ថិភាពអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ